ជំរាបសួរបងប្អូននៅក្នុងសេចក្តីស្រឡាញ់នៃព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទសូមបងប្អូនប្រកបដោយព្រះគុណតាមរយៈការសញ្ចឹងគិតព្រះបន្ទូលថ្ងៃនេះនៅក្នុងម៉ាកុសចំពុក7ខ15គ្មានអ្វីពីខាងក្រៅចូលទៅក្នុងខ្លួនមនុស្សដែលអាចនឹងធ្វើឲ្យស្មោកគ្រោកបានទេគឺជាសេចក្តីដែលចេញពីមនុស្សមកទេតាដែលធ្វើឲ្យស្មោកគ្រោកវិញនៅដើមចំពុក7យើងឃើញថាពួកអាចារ្យនិងពួកផារីស៊ីបានរិះគន់ដល់សិស្សរបស់ព្រះយេស៊ូវដោយសារតែពួកគេបរិភោគដោយមិនបានលាងដៃតាមទម្លាប់ចាស់បុរាណរបស់ពួកសាសយូដាព្រះយេស៊ូវបានមានបន្ទូលតបទៅកាន់ពួកអាចារ្យនិងផារីស៊ីថាអ្វីដែលធ្វើឲ្យមនុស្សស្មោកគ្រោកនោះមិនមែនជាអាហារឬក៏មិនមែនជាអ្វីដែលចូលទៅក្នុងខ្លួនមនុស្សនោះឡើយតែជាអ្វីដែលចេញពីចិត្តរបស់មនុស្សវិញទេតាដូច្នេះហើយអ្វីដែលសំខាន់ដែលព្រះអង្គចាស់ព្រះយេស៊ូវទ្រង់ផ្ដោតទៅលើឬអ្វីដែលទ្រង់ចង់មានបន្ទូលសម្ដៅទៅលើនោះគឺអំពីចិត្តបើមនុស្សបានផ្លាស់ប្រែពិតប្រាកដបើមនុស្សស្គាល់ពីសេចក្តីពិតប្រាកដបើមនុស្សបានសុចរិតពិតប្រាកដនោះមានន័យថាចិត្តរបស់ពួកគេក៏បានសុចរិតនិងបរិសុទ្ធដែរចិត្តរបស់ពួកគេក៏នឹងបានផ្លាស់ប្រែដែរបងប្អូនហើយការផ្លាស់ប្ដូរមិនមែនគ្រាន់តែជាការបង្ហាញពីសម្បកខាងក្រៅនោះឡើយតែការផ្លាស់ប្ដូរពិតប្រាកដចាប់ផ្ដើមពីការផ្លាស់ប្ដូរពីខាងក្នុងចិត្តរបស់យើងមកត្បិតចិត្តគឺជាប្រភពនៃអ្វីៗគ្រប់យ៉ាងចិត្តអាចជាប្រភពនៃសេចក្តីល្អគ្រប់យ៉ាងហើយចិត្តក៏អាចជាប្រភពនៃសេចក្តីស្មោកគ្រោកឬការអាក្រក់គ្រប់យ៉ាងដែរអាស្រ័យលើថាតើចិត្តនោះមានសេចក្តីស្រឡាញ់របស់ព្រះឬអត់មានភាពសុចរិតរបស់ព្រះនៅក្នុងចិត្តនោះឬមួយក៏អត់ដូចនៅក្នុងខ21បានចែងថាពីក្នុងចិត្តរបស់មនុស្សមានចេញអស់ទាំងគំនិតអាក្រក់យ៉ាងនេះសេចក្តីកំផិតសហាយស្មន់កាប់សម្លាប់គេលួចប្លន់លោកល្បិចកិច្ចកលបោកបញ្ឆោតផ្នែកអាក្រក់ជេរប្រមាថឆ្មើងឆ្មៃឈ្នានីសទាំងអស់នេះគឺសុទ្ធតែផុសចេញពីចិត្តដែលជាប់ដោយនិស្ស័យសាច់ឈាមឬលោកីបងប្អូនហើយអស់អ្នកដែលតាំងខ្លួនជាអ្នកដែលកាន់សាសនាពួកគេអាចសម្អាតឬលាងដៃរបស់ពួកគេបានតែសម្បកខាងក្រៅប៉ុន្តែអ្នកដែលសម្អាតចិត្តរបស់ពួកគេបាននោះគឺមានតែព្រះបន្ទូលប៉ុណ្ណោះដូច្នេះភាពស្អាតរបស់មនុស្សគឺកើតចេញពីក្នុងចិត្តមកនៅពេលដែលភាពស្អាតនេះបានហូរហៀរនោះវានឹងបង្កើតជាលក្ខណៈឲ្យយើងមើលឃើញតាមអាកប្បកិរិយាឬសកម្មភាពខាងក្រៅដូច្នេះហើយបងប្អូនហើយនៅក្នុងព្រះបន្ទូលរំលឹកដាស់តឿនដល់យើងរាល់គ្នាថាចូលរស់នៅតាមសេចក្តីពិតត្បិតព្រះទ្រង់តតមើលចិត្តព្រះអង្គមិនបានតតមើលរូបសម្បត្តិខាងក្រៅនោះឡើយហើយសេចក្តីអាក្រក់ដែលកើតឡើងដោយសារមនុស្សនោះគឺកើតឡើងដោយសារតែចិត្តខាងក្នុងរបស់ពួកគេមិនបានផ្លាស់ប្រែមិនស្គាល់សេចក្តីពិតរបស់ព្រះដូច្នេះហើយបានជាពួកផារីស៊ីពួកគេតែងតែចាប់កំហុសពួកគេតែងតែមើលបណ្ដាំពួកគេតែងតែព្យាយាមចាប់កំហុសអ្នកដែលទន់ខ្សោយចាប់កំហុសអ្នកដែលប្រព្រឹត្តនៅការដែលខុសនឹងក្រឹតវិន័យរបស់លោកម៉ូសេឬក៏ប្រព្រឹត្តខុសពីទំនៀមទម្លាប់របស់ពួកសាសយូដាតែព្រះយេស៊ូវបានមានបន្ទូលទៅពួកផារីស៊ីថាជាមនុស្សកំពត់ដោយសារតែពួកគេបានប្រព្រឹត្តតែសម្បកក្រៅប៉ុន្តែចិត្តរបស់ពួកគេអត់បានផ្លាស់ប្រែនេះជាសំណួរមួយជាចំណុចមួយដើម្បីឲ្យយើងអាចពិចារណានៅថ្ងៃនេះថាតើខ្ញុំកំពុងតែរស់នៅដោយពិតត្រង់តាមព្រះបន្ទូលរបស់ទ្រង់ឬមួយយ៉ាងណាចូលឲ្យយើងបានអធិដ្ឋានដោយដែលស្ដេចដាវីតបានអធិដ្ឋានទៅកាន់ព្រះអង្គនៅពេលដែលទ្រង់ប្រព្រឹត្តនៅអំពើបាបដែលខុសពីព្រះហត្ថីរបស់ព្រះគឺបានអធិដ្ឋានយ៉ាងដូចនេះអោព្រះអង្គអើយសូមបង្កើតចិត្តបរិសុទ្ធនៅក្នុងទូបង្គំហើយកែវិញ្ញាណនៅក្នុងទូបង្គំឲ្យបានត្រឹមត្រូវឡើងសូមព្រះវិញ្ញាណបរិសុទ្ធបានជួយឲ្យទូបង្គំយើងខ្ញុំនៅថ្ងៃនេះអាចរស់នៅដោយពិតត្រង់នៅចំពោះទ្រង់រស់នៅដោយមានភក្តីភាពនិងសេចក្តីស្រឡាញ់ពិតប្រាកដនៅចំពោះទ្រង់ព្រះអង្គចាស់ឲ្យសូមជួយឲ្យយើងខ្ញុំមានសេចក្តីផ្លាស់ប្រែដែលផុសចេញពីក្នុងចិត្តមកហើយរស់នៅដោយអ្វីដែលបានផ្លាស់ប្រែពីក្នុងចិត្តនោះវិញក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ